ឥឡូវហ្នឹងក៏កំពុងជិះម៉ូតូតាមផ្លូវដល់ពេលជិះមកកលេចមកគឺកន្លែងប្រហោងលូហ្នឹងវាលបើកកំហប់អញ្ចឹងណាហើយពេលហ្នឹងក៏បានឈប់ម៉ូតូគាត់ថាយើងគឺជាប្រជាពលរដ្ឋល្អអញ្ចឹងយើងត្រូវចេះជួយសង្គមបើយើងគឺកន្លែងហ្នឹងវាលបើកចឹងហើយយើងរកកំហប់អីហ្នឹងដើម្បីយកមកគ្របទៅក៏ឲ្យមានក្មេងៗរត់មកគឺវាចូលក្នុងហ្នឹងអញ្ចឹងទៅធ្លាក់វាគ្រោះថ្នាក់អីអញ្ចឹងណាអញ្ចឹងយើងធ្វើជាប្រជាពលរដ្ឋល្អហើយគាត់ហ្នឹងក៏បានយកកំហប់ហ្នឹងបិទជឿតែម្ដងហើយតមកក៏បានជន់ត្រង់លើថែមទៀតដើម្បីជាប់អញ្ចឹងដើម្បីវាលបើកហើយគាត់ក៏បានឡើងជាម៉ូតូរបស់គាត់ហ្នឹងម៉ាក់ស្អីគេស៊ីបង1000សែងទៅបន្តទៀតទៅហើយពេលហ្នឹងចាំមកទូក្រោយមកហ្នឹងអាប៉ែតមួយដែលធ្វើការនៅក្នុងហ្នឹងគាត់ក៏បានងើបឡើងមកព្រោះតែគាត់នឹងគឺជាជាងខាងលូខាងអីចឹងណាគាត់នឹងក៏បានរុញកំហំឡើងមកតែនោះថាចេអាបកាច់ណាយកប្រហោបិទនេះឯងនៅក្នុងនេះហើយគាត់នឹងក៏បានធ្វើការធ្វើអីចឹងទៅហើយអាប៉ែនេះក៏បានជាម៉ូតូរបស់គាត់ទៅប្រែនបាត់តែម្ដងហើយឥឡូវនេះអាប៉ែនេះក៏បានដល់ពេលគាត់នឹងមកធ្វើការទៀតហើយគាត់នឹងក៏បានទាញកំហំនឹងមកទៀតចឹងណាហើយពេលនោះក៏បានចុះទៅទៀតដល់ពេលហើយក៏ខ្លាចគេបិទគាត់នឹងក៏បានយកអាផ្លាងមកដាក់បដ ாய் ទៅខ្លាចមានអាគេមកបិទទៀតទៅកុំឲ្យគាត់ជាប់ក្នុងហ្នឹងចឹងណាគាត់ក៏បានដាក់ផ្លាងហាមបិទហើយមកទូក្រោយមកហ្នឹងអាប៉ែរបស់យើងក៏បានជិះម៉ូតូមកទៀតហើយដល់ពេលជិះមកទៀតឃើញកំហំបើកទៀតឃើញកំហំនឹងបើកយេអត់មកចេះទៀតគាត់នឹងក៏បានទៅយកដាក់ម៉ូតូរបស់គាត់ហ្នឹងស្រួលបួសិនហើយតមកក៏បានទៅមើលអញ្ចឹងថាចំមានណាគេធ្វើការក្នុងហ្នឹងអត់ទេបានគេដាក់ហាមបិទហាមអីហ្នឹងហើយគាត់ថាបើកចោលអញ្ចឹងចុះប៉ាគ្មានរត់មកអីហ្នឹងគឺធ្លាក់អីមានគ្រោះថ្នាក់គ្រូអីចុះគ្មានក្នុងហ្នឹងអញ្ចឹងទៅយ៉ាប់បដ ாய் ហើយគាត់ក៏បានយកទាញរបស់មកទៀតដើម្បីបិទកន្លែងចោលតែម្ដងនិយាយទៅគាត់ជាជួយរត់ល្អអញ្ចឹងណាគាត់ចង់ជួយសង្គមជួយអីកន្លែងមានគ្រោះថ្នាក់ដល់ក្មេងៗអញ្ចឹងណាហើយគាត់ក៏បានទាញមកបិទទៀតបិទហើយក៏បានដាក់ជើងទ្រាំទៀតថក់ឡើងជាន់តែម្ដងហើយពេលហ្នឹងគាត់ក៏បានឃើញអាផ្លាងក៏ដាក់គេហាមបិទហាមអីអញ្ចឹងណាដល់ពេលគាត់ឃើញអាផ្លាងក៏ដាក់ហាមបិទហ្នឹងហើយហ្នឹងគាត់ហ្នឹងក៏បានយកអាកណ្ដាស់យកអីនេះគាត់ក៏បានយកកណ្ដាស់នៅក្នុងកតារបស់គាត់ហ្នឹងយកមកសរសេរបដ ாய் ទៅយកមកសរសេរដាក់អាផ្លាកកន្លែងហ្នឹងយកបិទពីលើតែម្ដងដល់កហើយគាត់ហ្នឹងក៏បានបិទផ្លាកពីលើហ្នឹងដាក់ថានឹងថាស្អីទេបើមានចេះបកប្រែដែរភាសាចិនគេហ្នឹងហើយតមកក៏បានបិទហើយហ្នឹងក៏បានដាក់រូប sticker ហ្នឹងមួយទៀតដល់កដាក់រូប sticker អាយ៉ាក្បាលជាអីណាហើយគាត់ហ្នឹងក៏បានដាក់នៅលើកន្លែងហ្នឹងតែម្ដងទៅហើយតមកហ្នឹងក៏បានឡើងម៉ូតូ Maxi BO 1000សេះរបស់គាត់ហ្នឹងធ្វើដំណើរទៅបន្តទៀតហើយមូលហ្គាប្រែនទៅមកទៀតហើយតមកពេលហ្នឹងក៏បានមកដល់ចុំណាគេបិទទៀតហើយកំហប់នេះណាអស់ពេលហ្នឹងថាបានចុះនៅកន្លែងហ្នឹងអញ្ចឹងអាពេលក៏បានខែកកណ្ដាស់ហ្នឹងចេញតែម្ដងទៅហើយដល់ពេលទៅហើយគាត់ឆ្ងល់ខ្លាំងមែនទែនថាណាគេមកបិទកន្លែងហ្នឹងរហូតចឹងហើយគាត់ហ្នឹងក៏បានទាញកំហប់លូនចេញទៀតបើថាគាត់ដល់ម៉ោងត្រូវចុះទៅធ្វើការក្នុងហ្នឹងទៀតចឹងគាត់ត្រូវពិនិត្យការពិនិត្យមើលចុះឡើងទៀតចឹងណាគាត់ក៏បានទាញកំហំចេញទៀតតែពេលហ្នឹងគាត់ខ្លាចគេបិទចឹងណាគាត់ក៏បានទាញកំហំដាក់ឆ្ងាយតែម្ដងទៅកុំឲ្យមានគេយកបិទទៀតចឹងណាហើយគាត់ក៏បានទាញកំហំដាក់ឆ្ងាយទាញទៅដាក់ឆ្ងាយហើយហ្នឹងគាត់ក៏បានចាប់ដើមចុះមកធ្វើការនៅកន្លែងហ្នឹងទៀតម្ដងទៅបំពេញតួនាទីការងាររបស់គាត់ទៀតគាត់ចុះធ្វើការហើយហ្នឹងគឺថាអាប៉ែហ្នឹងមកទៀតវើអាប៉ែដល់កដល់ពេលគាត់មកដល់ក៏បានឈប់ម៉ូតូមើលទៀតហើយដល់ពេលឈប់ម៉ូតូមើលហើយក៏បានថាអាណាគេបើកកន្លែងព្រមទៀតទៅឲ្យខំដាក់បិទសាចេះហើយតមកក៏បានបញ្ញាដល់រកកំហប់លូអញ្ចឹងណាដល់ពេលគាត់បានរកឃើញក៏បានទាញកំហប់លូហ្នឹងដើម្បីយកបិទទៀតហើយតមកក៏បានទាញបិទកំហប់លូបានដាក់ទៀតតែម្ដងទៅដល់ពេលនេះដល់កហើយដល់ពេលគាត់បិទហើយហ្នឹងក៏បានទៅយកអាដុំអ្វីម្យ៉ាងអាដុំហ្នឹងគឺថាដុំគេដាក់ឆាត់តែមកក៏បានលើកដុំហ្នឹងមកឲ្យធ្ងន់គឺថារាប់គីឡូតែម្ដងហើយគាត់លើកមកអាពេលថាគាត់ល្អខ្លាំងតែមកគាត់ជួយសង្គមអញ្ចឹងណាគាត់ក៏បានលើកអាដុំថ្មហ្នឹងមកដាក់សកត់នៅលើកំហប់លូយកតែម្ដងដើម្បីកុំឲ្យមានគេបើកហើយតែមកគាត់ក៏បានទាញអាឆាត់ហ្នឹងដើម្បីដាក់នៅក្នុងកំហប់ដើម្បីដាក់នៅក្នុងអាជើងឆាត់ហ្នឹងយកតែម្ដងបាទហើយតមកក៏បានយកกระดาษអីបិទទៀតកระดาษហ្នឹងគាត់បានរើកបិទទៀតហើយគាត់ក៏បានយកផ្លាងទៅតែម្ដងទៅហើយអាពេលហ្នឹងជាប់ក្នុងហ្នឹងតែម្ដងជាប់ក្នុងហ្នឹងឡើងយូរហើយពេលគាត់បានជិះម៉ូតូប្រែទៅទៀតហើយពេលហ្នឹងក្រុមជួយសង្គ្រោះក៏បានមកដល់អញ្ចឹងដើម្បីជួយអ្នកដែលបានជាប់ក្នុងហ្នឹងអញ្ចឹងណាដល់ពេលអាពេលយើងជិះម៉ូតូមកតាមផ្លូវហ្នឹងដល់ពេលហ្នឹងមកវិញអញ្ចឹងថាឃើញចុំអញខំបិទកំហប់លួយមនុស្សជាប់ក្នុងហ្នឹងធ្វើគាត់គឺថាអូចោលឲ្យគាត់ខំបិទកំហប់លួយអីអញ្ចឹងតែមានអ្នកក្នុងហ្នឹងអញ្ចឹងណាហើយធ្វើគាត់ភ័យខ្លាំងមែនទែនគាត់បានបញ្ញាទីម៉ូតូរបស់គាត់ថយក្រោយវិញជិះទៅប្រែនបាត់តែម្ដងទៅបាទថាឥឡូវហ្នឹងគាត់កំពុងស្លៀកពាក់ស្អីណារោពណ៌ក្រហមពណ៌អីនេះមកចូលរួមកម្មវិធីស្អីគេទេហើយដល់ពេលគាត់ដើរឡើងមកមួយហ្នឹងក៏បានជួបនឹងបរិសម្នាក់ហ្នឹងគាត់ឆ្ងល់ចាប់ពេលឡប់ឡំហ្នឹងហើយទៅមកក៏បានឡើងក៏បានជួបជាមួយនឹងកញ្ញានេះម្ដងកញ្ញានេះមកចំបែងប្រុសស្អីហ្នឹងហើយគាត់ក៏បានធ្វើកាយវិការស្អីណាញ៉ក់អីចឹងទៅក៏បានធ្វើចេះចុះដែលមើលទៅចម្លែកខ្លាំងមែនទែនដែលកញ្ញាគឺថាគាត់គឺជាមនុស្សឈួតហ្នឹងហើយបន្ទាប់មកក៏បានលើកអាស្ពតលើកអីហ្នឹងបោះកន្លោះឲ្យនឹងពេញហ្នឹងតែម្ដងហើយជះក្លិនមកគឺថាល្អខ្លាំងមែនទែនហើយពេលនេះក៏បានលើកបានពួយគេឃើញតែម្ដងកញ្ញាក៏ភ័យពេកគាត់ក៏បានរត់បានតែម្ដងទៅពេលនេះក៏បានខំដើរឡើងទៅខាងលើវិញឥឡូវហ្នឹងក៏កំពុងតែអង្គុយនៅតុកន្លែងអង្គុយលេងអញ្ចឹងណាហើយទៅមកក៏បានយកម៉ាស់ទៅក្នុងប៉ាដើម្បីយកពាក់ម៉ាស់តែម្ដងទៅហើយដល់ពេលពាក់បាំងភ្នែកបាំងអីទៀតក៏បានទាញម៉ាស់ទីអីដើម្បីដាក់ឲ្យក្រុមភ្នែកវិញហើយពេលដើរមកតែឃើញកញ្ញានេះគាត់អត់មានម៉ាស់ពាក់ហើយគាត់ថាស្អុយមាត់អីមហាមកទុំស្អុយមាត់ហើយគាត់ក៏បានបិទចំហអត់អីហើយតបមកនោះក៏បានឃើញថាម៉ាស់នេះពាក់ឲ្យមកអញ្ចឹងពាក់ឲ្យវាមិនកើទៀតព្រោះថាអត់មានកន្លែងដាក់មានកន្លែងពាក់អញ្ចឹងទៅហើយតបមកក៏បានយកកសែតមកដើម្បីពាក់ម៉ាស់ឲ្យកញ្ញាអញ្ចឹងហើយគាត់ក៏បានស៊ីស្ករកស៊ូទៀតយកស្ករកស៊ូយកដាក់ដើម្បីបិទទៀតអាពេលហ្នឹងអត់ចោលអាចថោទៀតមកសោះហើយតបមកក៏បានដាក់ស្ករកស៊ូបិទជាប់ជាមួយនឹងកសាកដានអញ្ចឹងតបមកក៏បានបិទដើម្បីកុំឲ្យកញ្ញាហ្នឹងក៏ស្អុយហើយឥឡូវថាចង់ឃើញវីដេអូបើពេលហ្នឹងទៀតកុំភ្លេច like share ឲ្យផងបាទហ្នឹងជម្រាបវីដេអូក្រោយ